នេះជាវីដេអូក្រានរំលឹកកុំឲ្យភ្លេចខ្លួនជ្រុលដៃត្រូវតន្ទិញធွာមួយថាប្រយ័ត្នដាច់លុយតែដាច់លុយមីកញ្ចប់ស្រស់ហើយជាមួយពងទាអីចឹងទៅក្រោយចាប់ជុំតែហ៊ានដៃធំចាយខ្ជិះអីហ្នឹងគឺដឹងតែនឹកឃើញហើយថាទៅដល់ពេញវិញដឹងតែមីកញ្ចប់ហើយអញ្ចឹងយប់ហ្នឹងគេមើលវីដេអូមីកញ្ចប់អីបដាទៅស្រក់ទឹកមាត់អីជាមួយមីអីបដាសម្រាប់អ្នកដែលជ្រុលហើយសម្រាប់ប្រហែលហាងដែលខ្ញុំបានថតនេះគឺខ្ញុំអត់និយាយរឿងហាងអីទេប៉ុន្តែខ្ញុំចង់និយាយថាអ្នកទាំងអស់គ្នាមីកញ្ចប់នឹងឆ្ងាញ់នៅពេលដែលចាប់ជុំក្រោយពេលដែលអ្នកទាំងអស់គ្នាចាយខ្ជិះអញ្ចឹងកុំឲ្យខ្លួនឯងបដ ாய் ខ្លួនឲ្យជ្រុលណាប្រយ័ត្នស្ទាបកប៉ៅផងបើថាកុំសូវអីណាវាយរឹកតតែប៉ៅគេបានចោះចំណោមអីណាអញ្ចឹងសម្រាប់រដូវកាលជុំជូនពរអ្នកទាំងអស់គ្នាដើរលេងកំសាន្តជុំញាតិមិត្តបងប្អូនឲ្យសុខសប្បាយតាមផ្លូវហើយញ៉ាំពីយ៉ាឬក៏ញ៉ាំស្រាបៀរអីហ្នឹងសូមញ៉ាំដោយទំនួលខុសត្រូវកុំឲ្យមានការគ្រោះថ្នាក់មានបញ្ហាអីហ្នឹងតាមដងផ្លូវដោយសារតាយើងមានជាតិស្វឹងមានអីចឹងទៅអញ្ចឹងពីខ្ញុំទៅរដូវកាលជុំគឺជាការជួបជុំគ្នាដ៏រីករាយកុំឲ្យខ្លាយទៅជាភាពសោកសៅហើយមួយទៀតកុំឲ្យចាយលុយជ្រុលដូចខ្ញុំបញ្ជាក់ពីខាងដើមអញ្ចឹងកុំឲ្យខ្លួនឯងធ្លាក់ខ្លួនខ្លាយទៅជាកន្លែងម៉ួយមីប្រចាំមីស្រស់មីអីចឹងទៅអញ្ចឹងសម្រាប់មីមួយចាននេះសិតតែមិនមីធម្មតាទេសិតតែមីមានសាច់មីមានអីប៉ុន្តែបើថាដាច់លុយភ្ជុំវិញណាអ្នកទាំងអស់គ្នាច្បាស់ជាមីកញ្ចប់ស្រស់ទឹកក្តៅធម្មតាជាមួយពងទាមួយគ្រាប់អីហ្នឹងឯងអញ្ចឹងពីខ្ញុំទៅមានតែសាររំលឹកប៉ុណ្្នឹងទេយប់ហ្នឹងអរគុណច្រើនសង្ឃឹមថាអ្នកទាំងអស់គ្នារីករាយរដូវកាលភ្ជុំឆ្នាំ2024នេះអរគុណបាយបាយ